មេរៀនទី2ផលប្រយោជន៍រុក្ខជាតិក្នុងបរិស្ថានធម្មជាតិជីវៈរស់ទាំងអស់ដែលមានទំនាក់ទំនងរវាងគ្នានឹងគ្នាដូចជាទំនាក់ទំនងរវាងមនុស្សនិងសត្វរវាងសត្វនិងរុក្ខជាតិរវាងមនុស្សនិងរុក្ខជាតិរវាងរុក្ខជាតិនិងរុក្ខជាតិតើរុក្ខជាតិនិងមនុស្សមានទំនាក់ទំនងរវាងគ្នាដូចម្តេចខ្លះ 1. ផលប្រយោជន៍រុក្ខជាតិចំណីអាហារជាសារធាតុដ៏ប្រសើរបំផុតសម្រាប់ធ្វើឲ្យសារពាង្គកាយលូតលាស់ធំធាត់មានកម្លាំងអាចធ្វើការងារនិងអាចទប់ទល់នឹងជំងឺផ្សេងៗបានចំណីអាហារទាំងអស់មានប្រភពមកពីសត្វនិងរុក្ខជាតិខរុក្ខជាតិផ្ដល់ផ្លែផ្កាស្លឹកនិងមើមមានដូចជាបន្លែស្លឹកដូចជាស្ពៃក្តោបខាណាស្លឹកថ្នឹងស្លឹកគ្រៃស្លឹកបាសបន្លែផ្កាដូចជាផ្កាខាណាផ្កាអង្គាដីផ្កាល្ពៅផ្កាអំឡោកផ្កាស្នោបន្លែផ្កាដូចជាល្ពៅម្នានងត្រហប់ទន្សក់ម្ទេសលើប៊ីងប៉ោះត្រឡោចត្រៃគួរក្រសាំងបន្លែបបដូចជាខ្ទឹមបារាំងខ្ញីសណ្តែកដីអំឡោកជ្វាការ៉ុតឆៃតាវបែកគូត្រាវខ្ទឹមសរំដេងរុក្ខជាតិមួយចំនួនធំអាចផ្ដល់ផ្លែសម្រាប់ធ្វើជាចំណីឬបង្អែមរុក្ខជាតិចេកទុំមង្ឃុតសាវម៉ាវមានទុរេនក្រូចល្ហុងស្វាយម្ពិញរាជម្នាស់ត្របែកបកាកទូតត្នោតពុទ្រាគេអាចច្នៃបន្លែឈើខ្លះធ្វើជាដំណាប់តុងបរិភោគបានយូរឧទាហរណ៍ដំណាប់ស្វាយដំណាប់អំពិលដំណាប់ចេកឬចេកហាលឬឯផ្លែឈើខ្លះគេអាចច្នៃធ្វើជាភេសជ្ជៈឧទាហរណ៍ទឹកក្រូចទឹកម្នាស់ទឹកត្របែកដូចនេះមើមស្លឹកការផ្លែរបស់រុក្ខជាតិមួយចំនួនធំគឺជាប្រភពអាហាររបស់មនុស្ស